សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានបញ្ជួបរឿងជាក់ស្ដែងគឺរឿងអំពើល្អមួយគឺបងប្រុសម្នាក់ដែលគាត់ជាកម្មករយាមឃ្លាំងឲ្យគេនឹងឲ្យទៅកាន់ឃ្លាំងហ្នឹងបាទហើយក៏គាត់ជួបឃើញក្មេងៗឬអេចាយ2នាក់ដែលគាត់ដែលអូសទាសអេចាយហ្នឹងហើយក៏ដាច់កង់ហើយបងប្រុសនោះក៏ឃើញក៏គាត់មានចិត្តសន្តោកមានចិត្តដែលគេថាអំពើល្អរបស់គាត់គឺទាំងគាត់មាននេះដែរគឺគាត់មកជួយដាក់កង់ឲ្យក្មេងហ្នឹងហើយគឺគាត់យកដៃគាត់ហ្នឹងគឺទះកង់បញ្ចូលទៀតបាទឃើញគាត់ទះកង់បញ្ចូលបាទនេះគឺជាអំពើល្អប្រពៃមែនទែនសម្រាប់ឲ្យខ្មែរយើងដែលចេះជួយគ្នាជាពិសេសអ្វីដែលគាត់អាណិតបំផុតគឺគាត់ក្មេងៗទាំងពីរនាក់គឺនៅវ័យសិក្សាដែលមិនបានសិក្សាទេគឺគាត់មកអូសលំមកអេតចាយដើរអេតចាយហ្នឹងហើយមានអារម្មណ៍ថាឃើញពួកគាត់ពិតជាអាណិតពួកគាត់ខ្លាំងមែនទែនហើយអំពើល្អបងប្រុសនេះក៏សរសើរទឹកចិត្តគាត់ដែរគឺគាត់បានមកជួយយកអាសាកូនក្មេងទាំងពីរហ្នឹងគឺគាត់បានជួយដែលរកខ្ចៅហើយនឹងសោទៅខ្ចីពីកន្លែងយើងជាម៉ូតូដើម្បីយកមកជួយចាប់ឲ្យក្មេងហ្នឹងបានជាអំពើល្អរបស់គាត់ទោះគាត់គាត់ក្រតែគឺគាត់មានចិត្តសន្តោសខ្មែរជួយខ្មែរគឺគាត់មើលឃើញពីភាពលំបាករបស់ក្មេងទាំងពីរនេះហើយក៏សរសើរទឹកចិត្តគាត់ជាអំពើល្អមួយហៅថាខ្មែរចេះជួយខ្មែរនេះបាទក្មេងៗទាំងពីរនេះបាទគឺអូនប្រុសទាំងប្អូនស្រីហ្នឹងគឺគាត់នៅក្មេងៗមែនតើនឹងវ័យសិក្សាប៉ុន្តែគឺគាត់ឆ្លៀតដើរអូសអេតចាយដើម្បីរកប្រាក់កម្រៃដើម្បីផ្គត់ផ្គង់ក្នុងគ្រួសាររបស់គាត់បាទហើយសង្ឃឹមថាក្មេងៗដែលមានគ្រូសាធុធាដែលមានឪពុកម្ដាយដែលមានសមត្ថភាពដែលឲ្យមានលុយសិក្សាសូមព្យាយាមខំសិក្សាទាំងអស់គ្នាបាទឃើញគាត់ក្មេងៗទាំងពីរនេះគ្រួសារគាត់ទើបបានគាត់សម្រេចចិត្តមកដល់អេតចាយទាំងពីរបងប្អូនបាទអូនប្រុសនិងប្អូនស្រីទាំងពីរបាទនេះខេអេតចាយគាត់បាទហ្នឹងហើយគឺគាត់អូសដើររើសអេតចាយដើម្បីចិញ្ចឹមគ្រួសារដើម្បីបានលុយបានកាក់បានយកទៅរៀនសូត្រនេះហើយជាក្តីការតស៊ូក្នុងភាពក្រីក្ររបស់ពួកគាត់អញ្ចឹងហើយក្មេងៗសង្ឃឹមថាក្មេងៗដែលមានឪពុកម្ដាយដែលមានដែលជីវភាពធូរធារឲ្យលុយសិក្សាសូមខិតខំសិក្សាបាទភាពលំបាកពួកបងប្អូនទាំងអស់អត់ទាន់យល់ទេថាគឺក្មេងទាំងពីរនេះបាទពួកគាត់ដោយសារពួកគាត់គ្រួសារគាត់បាទគាត់ដើរសុំគេបាទហើយនេះគឺបានបងប្រុសគាត់បានជួសជុលលំមកគាត់ហើយក៏ពួកគាត់ក៏បន្តពីអ្នកបងប្អូនហ្នឹងគឺបន្តអូសលំមកអេតចាយដើររើសអេតចាយបន្ថែមទៀតបាទពីអាណិតអាសូរគាត់មែនទែនទាំងមេឃក្តៅហែងទាំងកូនគេអ្នកធូធាគឺគេដេកនៅម៉ាស៊ីនត្រជាក់ហូបចុកឆ្ងាញ់តែពួកគាត់ទាំងពីរនាក់គឺនៅហាលថ្ងៃក្តៅហែងក្រោមម្លប់ក្រោមមេឃតែមួយតែគឺគាត់ពិស្នាខុសពីក្មេងដតីដែលគាត់បំពេញទួនាទីទំនួលខុសត្រូវដើររើសអេតចាយដើម្បីគត់គង់ក្នុងគ្រួសារបាទចឹងសូមពុកម៉ែបងប្អូនជួយ share វីដេអូនេះឲ្យបានច្រើនដល់ទាំងអស់គ្នាផងបាទអរគុណ